Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាពីកម្មវិធីមួយដែលមានឈ្មោះថាVET Express ឬហៅកាត់ថាវរៈបុណ្យធម្មយើងហ្នឹងអញ្ចឹងខ្ញុំចង់ណែនាំបងប្អូនដែលមានអីវ៉ាន់បញ្ញាឬក៏យើងផ្ញើទៅគេឬក៏គេផ្ញើមកយើងអញ្ចឹងការតាមដានអីវ៉ាន់គឺងាយស្រួលបងប្អូនអញ្ចឹងបងប្អូនចូលទៅក្នុង app វរៈបុណ្យធម្មអញ្ចឹងវាយតាមខ្ញុំមក VET Express អញ្ចឹងសម្រាប់ app ហ្នឹងគឺខ្ញុំបានធ្វើការ download រួចហើយអញ្ចឹងសម្រាប់បងប្អូនអត់ទាន់ download បងប្អូនអាចធ្វើការ download បានអញ្ចឹងតមកទៀតគឺយើងចូលទៅក្នុង app ហ្នឹង app VET Express ហ្នឹងដើម្បីយើងមើលក្នុងការតាមដានអីវ៉ាន់របស់យើងហើយក្នុងនោះមានច្រើនមុខងារបាទមានច្រើនងាយស្រួលមែនទែនមានសម្បត្តិឡានសម្បត្តិអីគឺនៅក្នុងច្រើនអញ្ចឹងអ្វីដែលសំខាន់គឺការឆែកអីវ៉ាន់របស់យើងណាបាទឆែកអីវ៉ាន់របស់យើងគឺបងប្អូនចុចកន្លែងរូបបណ្ដឹងបងប្អូនអញ្ចឹងការតាមដានអីវ៉ាន់គឺខ្ញុំបង្ហាញអ្នកនរគ្នាពីក្រោមអញ្ចឹងអីវ៉ាន់ហ្នឹងគឺខ្ញុំផ្ញើទៅគេផ្ញើទៅគេចឹងនេះអីវ៉ាន់ដែលខ្ញុំផ្ញើទៅគេនេះចាចេញពីផ្សារសារ៉ងហើយទៅចេញពីផ្សារសារ៉ងយើងគឺទៅបរិយាសៀងណាមសិនបានទិសដៅទៅកំពង់ឆ្នាំងនឹងអាចទៅវិលជុំបាទអានេះអីវ៉ាន់ដែលយើងផ្ញើទៅគេហើយឥឡូវហ្នឹងគឺអីវ៉ាន់ដែលគេផ្ញើមកយើងបាទគេផ្ញើមកយើងអញ្ចឹងអីវ៉ាន់ហ្នឹងអត់ទាន់មកដល់យើងទេបាទហើយយើងចង់ដឹងថាអីវ៉ាន់នោះផ្ញើពីណាគឺនោះតំបន់អ្នកលក់តែប្រាប់តំបន់យើងតំបន់ដែលគេផ្ញើមកណាតំបន់ក្បាលរមាសនៅកំពូលតាំងថ្ងៃទី10ម្សិលមិញម៉ោង 6:40 ហើយដាក់ចេញពីកំពតម៉ោង 6ឥឡូវមកដល់ឃ្លាំង OCIC បងប្អូនអាចថារយៈពេល1ថ្ងៃ2ថ្ងៃអីដល់ទីតាំងរបស់យើងបងប្អូនចឹងគឺងាយស្រួលទេការតាមដានអីវ៉ាន់ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណេះបងប្អូនបើសិនណាបងប្អូនចូលចិត្តជួយ Subscribe ម្នាក់មួយផងដើម្បីមានទឹកចិត្តធ្វើវីដេអូតទៀតបាទសូមអរគុណច្រើន